trong bọn ngày nắng mà chụp cho một khi thấy bọn đây tham vào bọn đang tạm pi mà bọn cha ngày muốn nhầm chạy đồng lại đào pt mùi đào tị bay mà bọn cha ngày nắng sông lực tham vào bọn tị buồn mà bọn cha tham vào bọn tị buồn nắng tài chỉ ở vậy cha một đôi tham vào bọn đang tạm pi rồi bỏ chặt ra tăng bờ hôm nay tham vào bọn bọc luôn dướng cha miền sạch sạch tăng pi cầm nào cha miền tẩm bờ chặt ra bọn cha đại chia thoa mặt thiệt đại chia một đôi tham vào bọn đại nơi không luônរបស់យើងចាមានស្រេចស្រាប់ប៉ុន្តែគ្រាន់តែយើងចាយើងអត់ដឹងបងប្អូនចាយើងអត់ដឹងតែពេលដែលយើងបានដឹងហើយចាចូលយកអំណាចធម៌ពលដែលយើងមានពីកំណើតនេះយកមកប្រើបងប្អូនចាដើម្បីឲ្យជីវិតរបស់យើងនេះរស់នៅមានក្តីសុខច្រើនបងប្អូនចាព្រោះអីជីវិតរបស់យើងកើតមកគឺមានប្រមាណតិចបងប្អូនចា10ឆ្នាំគឺមានអត់ច្រើនទេអញ្ចឹងចាចូលប្រើប្រាស់ជីវិតនេះឲ្យល្អប្រសើរចាឲ្យគប្បីនឹងច្បាប់នៃធម្មជាតិដែលផ្ដល់កំណើតផ្ដល់ធម៌ពលឲ្យយើងគ្រប់គ្រាន់ចាប៉ុន្តែខ្លួនយើងអត់ដែលបានអនុញ្ញាតអត់ដែលយកធម៌ពលដ៏ពិសេសដែលយើងមាននឹងយកមកប្រើប្រាស់បងប្អូនចាសម្រាប់ធម៌ពលចាចក្រាទាំង7គឺមាន7បងប្អូនចាទី1គឺរោគចក្រាតំណាងឲ្យពណ៌ក្រហមចាទីតាំងគឺនៅកញ្ចុងកូដបងប្អូនចាសម្រាប់ទី2ចាសក្រចក្រាទីតាំងគឺនៅលើក្រោមផ្ចិតបងប្អូនចានៅក្បាលពោះទីតាំងទី3ចាគឺសូឡាព្រីសចក្រាទីតាំងគឺនៅលើផ្ចិតបងប្អូនចាហើយថ្ងៃហ្នឹងខ្ញុំលើកនៅចក្រាទី4បងប្អូនចាមកប្រាប់ដល់បងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាចាចក្រាទី4គឺចាឈ្មោះថាហាបចក្រាបងប្អូនចាហាបចក្រាពណ៌បៃតងបងប្អូនចាទីតាំងគឺនៅសន្ទះទ្រូងខាងឆ្វេងបងប្អូនចាហើយសម្រាប់ហាបចក្រានេះតួនាទីរបស់គាត់ជាអ្វីបងប្អូនចាសម្រាប់ហាបចក្រាពេលដែលហាបចក្រារបស់យើងបើកចាធ្វើឲ្យយើងមានធម៌ពលនៃក្តីស្រឡាញ់បងប្អូនចាស្រឡាញ់អស់ពីចិត្តស្រឡាញ់ដោយមិនទៀមទាមិនចង់បាននៅភាពតបស្នងចាប្រៀបដូចជាម្ដាយឪពុកដែលស្រឡាញ់កូនបងប្អូនចាហេតុអីបានខ្ញុំនិយាយចឹងបងប្អូនចាព្រោះអីឪពុកម្ដាយដែលស្រឡាញ់កូនគាត់អត់ដែលបានគិតថាគាត់ស្រឡាញ់កូននេះដោយសារតែកូននេះឆ្លាតកូននេះពូកែហើយកូននោះកើតមកអត់ឆ្លាតគាត់អត់ពូកែគាត់អត់ស្រឡាញ់អត់ទេបងប្អូនចាសម្រាប់ការស្រឡាញ់របស់គាត់គឺមិនប្រែប្រួលមិនចង់បាននៅភាពតបស្នងចាមិនចង់បាននៅភាពតបស្នងទោះបីជាកូននោះការចិញ្ចឹមមើលថែក្តីស្រឡាញ់របស់គាត់ដែលបញ្ចេញចេញទៅចាទោះបីជាកូនមិនប្រកបដោយកលងធម៌កូនដែលមិនមានកតញ្ញូដឹងគុណក៏គាត់រត់តែស្រឡាញ់ចាគាត់រត់តែស្រឡាញ់គាត់រត់តែអាណិតព្រោះអីចាព្រោះកម្លាំងហាបចក្រាកម្លាំងធម៌ពលនៃសេចក្តីស្រឡាញ់ចាមនុស្សយើងទាំងអស់នៅលើផែនដីនេះបើសិនជាយើងចាមិនទទួលបាននៅក្តីស្រឡាញ់គឺយើងអត់បង្កើតបានជាមនុស្សរុក្ខជាតិភពផែនដីនេះទេបងប្អូនចាគឺផ្ដើមចេញពីសេចក្តីស្រឡាញ់ដូចជារូបខ្ញុំដែលខ្ញុំបោអាចមកចែករំលែកបាននៃភាសាអីចាក៏ដោយសារតែក្តីស្រឡាញ់ប៉ាម៉ាក់ទៅបានបង្កើតរូបខ្ញុំមកចាអញ្ចឹងមកថាគ្រប់យ៉ាងបើសិនជាយើងខ្វះនៅសេចក្តីស្រឡាញ់គឺយើងជីវិតរបស់យើងនេះគឺដូចបាត់អ្វីមួយចឹងបងប្អូនចាព្រោះអីពេលដែលយើងបាត់នៅសេចក្តីស្រឡាញ់ចាធ្វើឲ្យជីវិតរបស់យើងធ្វើនៅរឿងរ៉ាវមិនល្អដោយបងប្អូនចាមិនថាមនុស្សក្មេងមិនថាមនុស្សចាស់ឯងបងប្អូនចាតែគាត់ធ្វើអំពើមិនល្អចាលួចឆក់ប្លន់ឬក៏ក្មេងទំនើងក្មេងដែលមិនស្ដាប់បង្គាប់នៅដោយសារអីដោយសារគាត់បាត់នៅសេចក្តីស្រឡាញ់ទី1ចាគឺគាត់បាត់នៅសេចក្តីស្រឡាញ់ចំពោះខ្លួនឯងទី2គឺគាត់បាត់នៅការកតញ្ញូដឹងគុណដោយសារតែគាត់អត់ដឹងគុណថាចាអំពីម៉ាក់ប៉ាដែលគាត់ខំផ្ដល់កំណើតគាត់ឲ្យគាត់ទៅរៀនឲ្យគាត់ចាខ្លាចជាមនុស្សចេះដឹងប៉ុន្តែគាត់បាត់នៅធម៌ពលនៃសេចក្តីស្រឡាញ់នៃការដឹងគុណគាត់ទៅប្រព្រឹត្តនៅរឿងរ៉ាវមិនល្អចាអញ្ចឹងបានថាគ្រប់យ៉ាងបើសិនជាយើងមិនមានក្តីស្រឡាញ់គឺយើងមិនទទួលបានផលទេបងប្អូនចាមិនទទួលបានផលទេជីវិតរបស់យើងគឺមានសេចក្តីទុក្ខច្រើនប៉ុន្តែបើសិនជាយើងចាបណ្ដុះសាបព្រោះនៅធម៌ពលនៃសេចក្តីស្រឡាញ់ចំពោះខ្លួនឯងស្រឡាញ់ចំពោះគ្រួសារស្រឡាញ់ចំពោះម៉ាក់ប៉ាស្រឡាញ់ចំពោះគឺធំធេងណាបងប្អូនចាធំធេងណាស់ពេលដែលបងប្អូនចាដាក់សេចក្តីស្រឡាញ់ 100% ដល់ស៊ីជម្រៅមិនបងប្អូនបាច់ចាំគិតអីទេចាសូម្បីតែបងប្អូនគិតដល់សេចក្តីស្រឡាញ់ចំពោះខ្លួនឯងស្រឡាញ់ចំពោះខ្លួនឯងពេលដែលបងប្អូនដាក់អារម្មណ៍ចូលទៅដល់ជ្រៅបានបងប្អូនដឹងថាខ្លួនឯងនេះអស្ចារ្យខ្លួនឯងនេះផ្កាយហើយក៏គួរឲ្យអាណិតខ្លួនឯងដែលយើងតែងតែទុកខ្លួនឯងចោលដែលយើងទៅធ្វើនៅអំពើមិនល្អអត់ស្រឡាញ់ខ្លួនឯង
mình đai cọp chật luôn ai chả tay tại thưa cục giangដើម្បីកប់ចិត្តអ្នកដទៃឲ្យដែរមកកប់ចិត្តខ្លួនឯងពេលដែលបងប្អូនដឹងអំពីអំណាចធម៌ពលនៃសេចក្តីស្រឡាញ់ពេលដែលបងប្អូនចាស់ដាក់សេចក្តីស្រឡាញ់ 100% ចំពោះខ្លួនឯងគ្រប់គ្រាន់ចាស់បងប្អូននឹងចេះចែករំលែកនៅសេចក្តីស្រឡាញ់ទាំងនោះជូនទៅដល់មនុស្សជុំវិញខ្លួនជូនទៅដល់ប្តីជាទីស្រឡាញ់កូនជាទីស្រឡាញ់ម៉ាក់ប៉ាជាទីស្រឡាញ់បងប្អូនជាទីស្រឡាញ់មនុស្សរួមលោកជាទីស្រឡាញ់គ្រប់យ៉ាងចាស់មិនថាសត្វចិញ្ចឹមមិនថាចាំមិនថាច្បាប់នៃការស្រុកទាញជាពិសេសចាអត្តន័យនៅក្នុងសភៅរស៊ីក្រែតបងប្អូនចាដែលឲ្យយើងចាចេះធ្វើការកតញ្ញូដឹងគុណហើយនឹងផ្ដោតសេចក្តីស្រឡាញ់បងប្អូនចាអរគុណកតញ្ញូដឹងគុណចាអញ្ចឹងខ្ញុំសូមលើកថ្ងៃនេះខ្ញុំសូមលើកពីហាតចក្រាបងប្អូនចាសម្រាប់ហាតចក្រាយើងធ្វើមិនបានយើងដឹងថាចាយើងបើកនៅធម៌ពលហាតចក្រារបស់យើងបងប្អូនចាពេលដែលយើងដឹងដូចខ្ញុំប្រាប់ចឹងបងប្អូនចាគឺយើងមានសេចក្តីស្រឡាញ់ចំពោះខ្លួនឯងចំពោះគ្រួសារចំពោះមនុស្សជុំវិញខ្លួនចំពោះសត្វចំពោះរុក្ខជាតិផ្ដល់ក្តីស្រឡាញ់ផ្ដល់ស្នាមញញឹមផ្ដល់ក្តីស្រឡាញ់ដោយមិនទាមទារមិនទទួលការតបស្នងបងប្អូនចាបើសិនជាបងប្អូននៅក្នុងដួងចិត្តចាបងប្អូនធ្វើសេចក្តីស្រឡាញ់ធ្វើសេចក្តីល្អចំពោះអ្នកណាម្នាក់ដើម្បីសង្ឃឹមនៅភាពតបស្នងឲ្យអ្នកនោះមកតបស្នងយើងវិញហើយបើសិនជាអ្នកនោះមិនបានមកតបស្នងមិនបានធ្វើអ្វីឲ្យគប់ចិត្តរបស់យើងកូនខឹងចាអានោះមិនឈ្មោះហៅថាសេចក្តីស្រឡាញ់ទេចាសម្រាប់សេចក្តីស្រឡាញ់គឺយើងឲ្យគ្មានព្រំដែនផ្ដល់ឲ្យមានមេត្តាមានអភ័យលើកលែងគ្រប់យ៉ាងបានចានោះទៅហៅថាចក្រាទី1ទី4របស់យើងហាតចក្រារបស់យើងគឺត្រូវបានបើកចាហាតចក្រាពណ៌បៃតងហើយតែយើងសម្គាល់បែបណាដែលហៅថាចក្រារបស់យើងបានបិទចាលើកអញ្ចឹងបងប្អូនចាសម្រាប់ចក្រារបស់យើងបានបិទចាទី1គឺធ្វើឲ្យយើងចាមានការចា stress នៅក្នុងចិត្តចាធុញថប់នៅក្នុងអារម្មណ៍ stress ធុញថប់គេងអត់លក់តែតតងគ្នាបងប្អូនចាគឺយើងអត់មានផ្ដល់ក្តីស្រឡាញ់ឲ្យមនុស្សជុំវិញខ្លួនចាយើងមានអារម្មណ៍ស្អប់យើងមានអារម្មណ៍ថាធុញថប់នៅក្នុងអារម្មណ៍ចាហើយទី2គឺធ្វើឲ្យយើងចាគេងអត់លក់ធ្វើឲ្យយើងចាមានជំងឺលើសឈាមជំងឺបេះដូងអញ្ចឹងមានន័យថាចក្រារបស់យើងទី4ហ្នឹងគឺមិនត្រូវបានបើកទេបងប្អូនចាពេលដែលយើងចារាងកាយរបស់យើងបែបនោះចាហើយយើងធុញថប់យើងអត់ចេះស្រឡាញ់យើងមិនចេះស្រឡាញ់ខ្លួនឯងយើងធុញថប់មិនចេះស្រឡាញ់មនុស្សជុំវិញខ្លួនមិនចេះស្រឡាញ់ខ្លួនឯងគ្មានមេត្តាគ្មានអភ័យបងប្អូនចានោះមានន័យថាចក្រារបស់យើងគឺត្រូវបានបិទហើយចាហើយដើម្បីឲ្យបើកចក្រារបស់យើងវិញចាតើយើងផ្សាយមេត្តាចេះស្រឡាញ់ចេះឲ្យអភ័យចេះលើកលែងផ្ដល់ឲ្យដោយមិនទាមទារនៅភាពតបស្នងបងប្អូនចានោះចក្រារបស់យើងគឺត្រូវបានបើកចាំមិនថាសម្រាប់ចក្រានីមួយៗបងប្អូនចាតួនាទីសំខាន់ខ្លាំងមែនតើពេលដែលយើងដឹងចាពេលដែលយើងដឹងថាយើងនៅចំណុចណាយើងខ្វះខាតនៅកន្លែងណាចាហើយសម្រាប់ចក្រាទី4នេះបងប្អូនចាពេលដែលយើងចក្រារបស់យើងមិនត្រូវបានបើកបងប្អូនចាមានអារម្មណ៍ថាយើងធុញថប់មិនចុះសម្រុងមិនមានក្តីស្រឡាញ់ហើយចូលចិត្តនៅម្នាក់ឯងបងប្អូនចាចូលចិត្តនៅម្នាក់ឯងចូលចិត្តនៅស្ងប់ស្ងាត់ធុញនឹងមនុស្សនោះមានន័យថាចក្រារបស់យើងគឺត្រូវបានបិទហើយចក្រាទី4ចឹងបងប្អូនចូលទៅបើកដើម្បីឲ្យជីវិតនេះចា